បាទសួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំចង់លើកយកចំណុចមួយទាក់ទងនឹងការគណនា session property ដោយការគណនា session property របស់មកកាត់នេះគឺយើងនឹងប្រៀបធៀបចម្លើយរវាងការគណនាដៃអឺការគណនាដោយប្រើ AutoCAD ហើយនិងកម្មវិធី SAP 2000តើការគណនាដៃយើងគណនាយ៉ាងម៉េចនៅកន្លែងនេះខ្ញុំលើកយកតែនៅកន្លែងនេះយើងមានsession ពីរប្រភេទដែលយើងលើកយកមកនិយាយទីមួយគឺពពួក build up session ហើយនិង hot roll session អញ្ចឹងជាទូទៅ build up session គឺយើងអត់គិតកម្មកំណោងកន្លែងនេះចូលទេប៉ុន្តែចំពោះពពួក hot roll session គឺយើងត្រូវគិតវាចូលនៅក្នុងការ design ភាគច្រើននៅក្នុងឯកសារទាំងឯកសារខ្មែរឬក៏ឯកសារបរទេសគឺគេអត់បានបង្ហាញថាតើគណនា moment initial ឬក៏ទិន្នន័យផ្សេងៗរបស់មកកាត់នឹងគណនាយ៉ាងម៉េចដើម្បី include ទាក់ទងនឹងកម្មកំណោងនឹងអញ្ចឹងនៅកន្លែងនេះគឺខ្ញុំដកចេញពីសភៅរបស់ខ្ញុំទេសភៅ design គ្រឿងមកគប់ដែកនេះបើសិនជាបងប្អូនណាមានចំណាប់អារម្មណ៍អាចទៅមើលបានព្រោះនៅកន្លែងនេះគឺខ្ញុំបានសង្ខេបគ្រប់អស់ហើយទាក់ទងនឹងចំណេះដឹងផ្សេងៗទាក់ទងនឹងដែកមែនទែនទៅបងប្អូនអាចមើលតែសភៅមួយកបាតនេះគឺវាគ្រប់គ្រាន់សម្រាប់អ្នកដែលចង់អភិវឌ្ឍខ្លួនទាក់ទងនឹងការ design គ្រឿងប្រកបដែកអូខេឥឡូវខ្ញុំឧទាហរណ៍ខ្ញុំយក session មួយដែលមានទំហំមកកាត់ដូចបង្ហាញនៅក្នុងក្នុង AutoCAD អញ្ចឹងហើយយើងទៅគណនាមើលថាតើតម្លៃរបស់វាដូចគ្នាឬអត់នេះខ្ញុំបោះឲ្យបងប្អូនមើលថាតើទំហំរបស់វាអញ្ចឹងដើម្បីគណនាទិន្នន័យមកកាត់របស់វាបានបងប្អូនត្រូវគូសវាសិនមកនៅកន្លែងហ្នឹងណាយើងគូសវាចេញជារូបរាងអញ្ចឹងមកហើយយើង explode វាចោលណាមានន័យថាជួនកាលបងប្អូនប្លុកហើយយើងភ្លេចបបែកវាចោលវិញណាយើងយកពាក្យថា explode នេះអូខេមកបន្ទាប់ពី explode បងប្អូនយក command regen យើងយកពាក្យថា regen អញ្ចឹងយើង select វាទៅហើយយើង space អញ្ចឹង section មួយហ្នឹងវាคล้ายទៅជាមុខកាត់មួយពេញលេញដែលយើងអាចទៅគណនាទាក់ទងនឹង section property វាបានបន្ទាប់មកយើងត្រូវយើងត្រូវ move ទាក់ទងនឹង coordinate នេះ coordinate នេះចូលមកខាងកាត់កណ្ដាលមកនេះយើងដាក់មកកណ្ដាលបងយើងដាក់មកកណ្ដាលអូខេបងឃើញដាក់មកកណ្ដាលបន្ទាប់ពីដាក់មកកណ្ដាលមកយើងចាប់ផ្ដើមវា comment ថា mass property ជិះលើវាទៅតោះមកយើង select section តោះមកយើង space អញ្ចឹងបន្ទាប់ពី space មកវាបង្ហាញអំពីទាក់ទង center របស់វាគឺនៅទីតាំង00អញ្ចឹងមានន័យថា center របស់វានៅទីតាំងហ្នឹងគឺត្រឹមត្រូវហើយកន្លែងហ្នឹងបងគឺត្រឹមត្រូវហើយអញ្ចឹងយើងទៅមើលទាក់ទងនឹង moment initial របស់វាទាក់ទងនឹងតាមទិស x នេះគឺតម្លៃរបស់វាគឺប៉ុណ្ណេះអញ្ចឹងយើងអាចទៅមើលដំបូងដែរយើងអាចមើល area សិនមកទាក់ទងនឹង section area របស់វាអញ្ចឹង section area របស់វាគឺត្រឹមត្រូវបងប្អូនឃើញទេទាក់ទងនឹង area តោះមកយើងទៅមកមើលទាក់ទងនឹង moment initial របស់វាអញ្ចឹងយើងឃើញថា moment initial តាមទិស x នេះយើងកែនេះរូបមន្តរឿងវែងតិចមែនប៉ុន្តែយើងបាន include ទាក់ទងនឹងកម្មកំណើនរបស់វាចូលក្នុងហ្នឹងចឹងគឺ32ប្រហែលនេះបងចឹងនេះគឺ32ប្រហែលនេះណាត្រូវហើយតមក EY មក EY អូខេត្រូវដូចគ្នាតមកradius of gyration របស់វា radius of gyration 196អានេះគឺ82ចុចជាងចឹងកន្លែងហ្នឹងនៅពេលដែលយើងរកឃើញតាក់ទងនឹង moment initial វាក៏សម្រួលទៅក្នុងការគណនាមួយចំនួនដែរដូចពេលខ្លះបងប្អូនចង់ check stress ទៅលើពពួក decking slab អីផ្សេងៗក៏បងប្អូនអត់អាចទៅមានលទ្ធភាពគណនាបែប manual កើតដែរហើយហ្នឹងណាវាពិបាក position ណាដែលស្មុគស្មាញអូខេអញ្ចឹងចំពោះពពួក session មួយនេះខ្ញុំគិតថាខ្ញុំយកតែមួយហ្នឹងទេហើយយើងទី1យើងបានតទៅនឹង
បរិមាត្រទី2យើងបានទាក់ទងនឹង session area ទី3យើងមាន initial ហើយនឹង radius of gyration radius of gyration របស់វាអូខេអញ្ចឹងខ្ញុំសាកអស់ទៅមើលលំហាត់ផ្សេងទៀតខ្ញុំចង់លើកយកមកកាត់ផ្សេងមកសិក្សាវិញម្ដងខ្ញុំសាកយកមកកាត់ជាពពួកបកពពួក rectangular section rectangular section អញ្ចឹងដូចគ្នានៅកន្លែងនេះវាមានភាពខុសគ្នាបន្តិចបើធៀបជាមួយនឹងមកកាត់នេះដោយសារវាប្រហោងក្នុងបាទដោយសារវាប្រហោងក្នុងអញ្ចឹងខ្ញុំអាចគូស section មួយដូចគ្នាមកបាទមុនដំបូងខ្ញុំគូសថា rectangular 350បន្ទាប់មក500កន្លែងនេះខ្ញុំអត់ទាន់បានប្រៀបធៀបបងប្អូនណាខ្ញុំអស់ទៅវិញយើងចូលទៅក្នុងកម្មវិធីសាបតែម្ដងអញ្ចឹងកន្លែងនេះខ្ញុំយក add new ខ្ញុំយកថា e session តបមក e comment 350នេះ8 flagship នេះ8អូខេអញ្ចឹងយើងឃើញថាតើតើនឹង total dip របស់វាប្រហែលហើយនេះគឺ450អញ្ចឹងរួចរាល់បងប្អូនគេយើងអាច check section property របស់វាបានអញ្ចឹងយើងឃើញថានេះគឺខុសគ្នាច្រើនដែរបងប្អូនតើតើនឹង section property រវាងកម្មវិធីសាប2000ជាមួយនឹងជាមួយនឹងAutoCAD ណាបងកន្លែងហ្នឹងខ្ញុំអាចមើលសាថ្មីនេះមែន6ដល់អញ្ចឹង450 350 8 15 8 15អូខេមុនគេអញ្ចឹងខុសគ្នាជាងកន្លែងខ្លះ software ក៏វាមិនជាត្រឹមត្រូវមែន100%ដែរតែគេមាន head pop ផ្សេងរបស់គេហើយយើងមានសំអាងរបស់យើងដែរអញ្ចឹងយើងអត់ដឹងថាគេគិតយ៉ាងម៉េចបានចេញបែបនោះប៉ុន្តែក៏យើងក៏មានសំអាងរបស់យើងប្រៀបធៀបជាមួយនឹងអឺយើងប្រៀបធៀបជាមួយនឹង AutoCAD ព្រោះទៅអង្គុយប្រៀបធៀបជាមួយ ETABS អីគឺសាបឬក៏ ETABS អីគឺខុសគឺមានបញ្ហាកន្លែងហ្នឹងបាទចឹងអ្វីដែលយើងត្រូវមើលទី1តកតនៅ session property គឺ84សា29តមកតទៅនឹងនេះគឺ EX ហ្នឹងបង no manager about X axis ចឹងក៏ឃើញខុសគ្នាច្រើនដែរខុសគ្នាច្រើនដែរកន្លែងហ្នឹង EY EY ទៅ5718អានេះ5718នេះស្តេញគ្នាបងណាបានតែស្តេញគ្នាទេចឹងអត់ត្រូវ100%ទេចឹងកន្លែងនេះបើសិនជាក្នុងករណីដែលជាពពួកអឺជាពពួកតកតងនឹង build up session គឺយើងអត់ include តកតងនឹងកម្មកំណៅនឹងចូលទេនេះខ្ញុំ HP វាចោលព្រោះថាយើងអត់ include តកតងនឹងកម្មកំណៅចូលទេបើសិនជាអត់ include តកតងនឹងកម្មកំណៅចូលគឺរវាងAutoCAD ហើយនឹងសាប2000ចម្លើយគឺចេញដូចគ្នាបងណា
ចឹងនិយាយខ្ញុំដកកម្មកំណើតចោលអូខេចឹងយើងឃើញថា session area របស់វាគឺប៉ុណ្នេះ ENIX របស់វាគឺប៉ុណ្នេះបងឃើញthấyដូចគ្នាអញ្ចឹងអញ្ចឹងមានន័យថាការគណនាទៅលើពពួកអឺពពួកទាក់ទងនឹង hot roll ឬក៏ hot finish បងនៅក្នុង code អឺរ៉ុបគេហៅថា hot finish នៅក្នុង code អាមេរិកគេហៅថា hot roll session អញ្ចឹងការគណនា session property ចំពោះពពួកhot finish ឬក៏ hot roll session ហ្នឹងគឺអត់ត្រឹមត្រូវទេសម្រាប់ software ហើយហេតុអីគឺខ្ញុំអត់ដឹងដែរហេតុអីបានគេគណនាមកគឺឃើញចម្លើយខុសគ្នាអញ្ចឹងអូខេឥឡូវខ្ញុំចូលទៅដល់ចំណុចមួយទៀតទាក់ទងនឹង session property របស់ពពួក box session rectangular session 350 500អូខេអញ្ចឹងយើង regen យើងវាយ command regen យើង select មកយើងមាន area ទី1 area ទី2បន្ទាប់មកយើងវាយពាក្យថា substring subtract subtract យើង select space select space អូខេអញ្ចឹង area មួយហ្នឹងគឺជា area ដែលវាប្រហោងក្នុងវត្តមាន substrate ហ្នឹងយើងយកខាងក្រៅដកខាងក្នុងចេញតោះមកដូចគ្នាខ្ញុំមូលវាចូលមកកណ្ដាលមកអូខេអញ្ចឹងយើងវាយពាក្យថា mass property sorry ម្ដងទៀត mass property អញ្ចឹងយើងទៅមើលតាក់ទងនឹងអូនេះមានខុស error បន្តិចបង area របស់វានេះsorry ម្ដងទៀត00អូខេនេះទៅមើល moment initial វិញនេះក៏ error ដែរទៅមើលសារថ្មីកន្លែងហ្នឹងអូនេះខាងក្រៅ9ហ្នឹងបងអញ្ចឹងអានេះខុសហើយកន្លែងហ្នឹងយើង explode វាវិញ9កម្មកំណៅខាងក្រៅ9ខាងក្នុង6អូខេត្រូវហើយណាយើងយកពាក្យ regen យើង select មកតោះមកយើង subtract space space អូខេ mass property
ចឹងយើងឃើញថា session area របស់វាគឺដូចគ្នាបងឃើញគឺតើតើនៅ session area របស់វាគឺប៉ុណ្ណេះណាតមកយើងទៅមើល moment initial របស់វាគឺ37,8100អូខេត្រឹមត្រូវ21 21.36អូខេ radius gyration មកវាគឺប៉ុណ្នេះត្រូវអូខេចឹងយើងទៅមើលសារ2000វិញតើវាគណនាត្រូវឬក៏អត់កន្លែងហ្នឹងចឹងនេះខ្ញុំ add ទាក់ទងនឹង new property នេះដឹងតាមត្រូវបងប្អូនណាសារ2000ទៅថត deep ដូចជាadd new នេះដោយសារកម្មកំណត់ខុសគ្នាអញ្ចឹងក៏បានដែរបងប្អូនណាយើងយក average ទៅព្រោះខាងនេះខាងក្នុង6អានេះ9អញ្ចឹង10 15 7.5ចឹងចំពោះតាក់ទងនឹងខុសគ្នារវាង AutoCAD ហើយនឹងសារ2000គឺខុសគ្នាត្រង់ចំណុចហ្នឹងបងប្អូនមែនតើទៅយើងគេអានេះតាម menu ទៅច្បាស់ជាងកន្លែងខ្លះតែមិនប្រកាសត្រូវតាម software 100%ទេកន្លែងហ្នឹងតួយ៉ាងដូចបងមិនឃើញលទ្ធផលចេញមកព្រោះមែនតើទៅយើងខណនាដៃច្បាស់ជាងកន្លែងហ្នឹងតែវាប្រហែលគ្នាទេប៉ុន្តែលទ្ធផលចេញមកខុសគ្នាអឺ4-5គីឡូញូតុនទេបងប្អូនកន្លែងហ្នឹងតើតើនឹងលទ្ធផល design ចេញមកចឹងយើងឃើញថាលំអៀងគ្នាតិចតួចទាក់ទងនឹង radius of gyration ឬក៏ស្អីៗផ្សេងៗនេះតែមែនតើទៅយើងគណនាតាមដៃគឺវាច្បាស់ជាងអត់មានបាត់ម្ល៉េះទេកន្លែងហ្នឹងអត់មានបាត់ម្ល៉េះទេចឹងខ្ញុំសាកឧបមាតែឥឡូវខ្ញុំទៅគណនាពពួកangle section វិញម្ដង angle section ចឹងឧបមាតែឥឡូវខ្ញុំយក angle section មួយនេះយកមកប្រើវិញហើយយើងគណនា section property របស់វាយ៉ាងម៉េចអូខេរៀបរាប់បងប្អូនណាខ្ញុំឲ្យវាថា region បន្ទាប់មកយើងអស់នេះមកយើងដាក់នៅកណ្ដាលសិនអត់ដាក់នៅកណ្ដាលសិនបន្ទាប់មកយើងវាយវាថា mass property ចឹងយើងឃើញថា centroid របស់វានៅខាងលើរហូតដល់336.848ចឹងយើងមូលទៅយើងមូលវាឡើងទៅលើឬក៏យើងខ្ញុំគូបន្ទាត់បញ្ឆោតមួយដើម្បីមូលបន្ទាត់ហ្នឹងគឺ348.346.48 អូខេខ្ញុំបូរវាឡើងទៅលើចឹងខ្វះ0.4ទៀតណាបងប្អូន0.4ចឹងមកដល់កន្លែងហ្នឹងរួចរាល់បងប្អូនណាយើងអាចគណនាវាមកចឹងយើងឃើញថា centroid របស់វានៅ00ហ្នឹងមានន័យថា
ទីតាំងនេះគឺជាទីតាំងneutrosis neutrosis ឬក៏ elastic neutrosis មិនមែន plastic ទេបងណា neutrosis ហ្នឹងវាពេញមកពី elastic neutrosis ទេអត្ថន័យរបស់វានៅក្នុងសៀវភៅខ្ញុំមាននិយាយថា elastic neutrosis យ៉ាងម៉េចអញ្ចឹងបើប្រវាយ y1 នេះស្មើប្រមាណបងប្អូនអាចវាស់មក113ដែរ113នេះ8 350 450អូនេះខុសកម្មកំណោងបងកម្មកំណោងគេ20ឯងចឹងយើងវាស់ mass property ម្ដងទៀត2.789អូនេះ3.578 5.578ចឹងទីតាំងរបស់វាគឺ110ណាបង110ចុចប្រហែលនេះមែនទេទៅយើងអាចបោះវាយនេះពីនេះដល់នេះប្រហែលហ្នឹងចឹងប្រវែងគឺ110.363បងត្រូវណា y1 របស់គេទេហើយ y2 នេះគឺប្រវែងចេញពីនេះមកដល់នេះគឺយើងដកទៅដកលេខទៅចេះឃើញចម្លើយហើយអូខេអញ្ចឹងយើងទៅមើលតកតនឹង session property របស់វាទីមួយយើងទៅមើលតកតងនឹងទីតាំងរបស់ elastic neutrosis ឬក៏ neutrosis តកតងនឹង section area អូខេតកតងនឹង moment of inertia អូខេដូចគ្នា28 2ចិត្តប្រមាណនេះអូខេ radial of gyration អូខេអូខេចឹងកន្លែងនេះខ្ញុំអត់ប្រៀបប្រៀបធៀបជាមួយសា2000ទៀតទេព្រោះដឹងថាអត់ត្រូវបងណាកន្លែងហ្នឹងហើយនៅអត្តន័យផ្សេងគឺយើងត្រូវទៅ research នៅក្នុងកូដផ្សេងទៀតណាកន្លែងហ្នឹងយើងត្រូវប្រើពេល research បន្ថែមទៅតទៅនឹង warping constant ឬក៏ torsional constant អីហ្នឹងបងហើយនឹងshear center អីផ្សេងក៏ជាចំណុចមួយដែលយើងត្រូវរៀនសូត្របន្ថែមដែរអូខេចឹងនៅក្នុងវីដេអូនេះខ្ញុំសូមបញ្ចប់ប៉ុណ្្នឹងឯង